សម្រាប់បន្ទិតនេះដែរគឺតនេបងប្អូនដល់ពេលចឹងទៅកូនជូលីគាត់សុំថាប៉ាជូនអូនមកលេងនៅអាងទឹកតិចមកនៅខាងពេទ្យឆៃអូនខានមកលេងយូរហើយចឹងដែរយើងជាប៉ាម៉ាក់មានអីយើងតនេដែរឥឡូវមកទាំងអស់គ្នាទៅជូនកូនមកលេងជាលើកទី4ទី5មិនលើកទី1ណាបងប្អូនមកមុនដំបូងបងប្អូនខ្ញុំស្មានថាអត់សូវមានមនុស្សមានណាបងប្អូនហើយបងប្អូនយើងនឹងមកពីខាងណាខាងណីទេកូនមកលេងច្រើនខ្លាំងមែនទែនហើយសម្រាប់អូនជូលីឥឡូវនេះបានឡើងពីលើទឹកមកម្សៅបងប្អូនមើលសកម្មភាពនៅលងាផងអីផងតែសួរថាឈប់លេងអត់កូនឈប់លេងអត់ទីទៅផ្ទះវិញអត់ទេឈរអាំងថ្ងៃមកផ្លែឥឡូវទៅទៀតចាប់ដើមទៅទៀតងាមិនក៏ដោយក៏អូនចង់ទៅលេងឥឡូវអត់អស់ចិត្តដើមមកវិញមកសួរនាំអីតិចទេតិចទៀតយើងមើលសកម្មភាពកន្លែងរបស់គាត់នេះមានលក់អីគេខ្លះនេះឥឡូវឡើងពីលើទឹកមកវិញហើយគឺដាក់បុកល្ហុងមួយចានធំតែម្ដងញ៉ាំយកឥឡូវគេលេងទឹកហើយហ្នឹងគេហួយវល់គេឯងគេដល់មកគេឃ្លានហ្នឹងសម្រាប់កន្លែងគាត់គឺមានបុកល្ហុងយើងញ៉ាំប្រហិតញ៉ាំអីហូបកំងហ្នឹងក៏មានដែរបងប្អូននៅខាងបៃឆៃហ្នឹងគឺចិត្តទេពីស្តុបបាគូមកប្រហែលជា400-500 ម៉ែត្រដល់ទីតាំងរបស់គាត់គឺស្រួលរកទេនៅជាប់ផ្លូវធំប្រាប់បងដែលមានកូនតូចអីអត់ដឹងថាទៅលេងណាអីអាចមកទីតាំងនេះបានគឺល្អមែនទែនធំទលាយមានកន្លែងចតឡានមានកញ្ចុះអង្គុយញ៉ាំអីមិនមានតែកន្លែងសួនទឹកទេគឺមានម្លប់ស្វាយបងហើយក៏ធម្មតាចិត្តជាក្រុមយើងហ្នឹងណាដាក់មកចាអស់បានហើយបងឆ្ងាញ់ជាតិមកអស់ពីបលហុកលើជាស្ដែកដីសំខាន់មានរង្វាន់ទៀតរបស់ខ្មែរ 100% គឺមានរង្វាន់ហ្នឹងមេឆ្ងាញ់វាចាប់ចិត្តគេអស់មកកញ្ចប់ហើយមកកញ្ចប់ទៀតហើយមើលមុខអ្នកលេងទឹកលងាដល់កហើយតែមិនអត់លងាណាតតលេងអស់ចិត្តខ្លួនឯងអញ្ចឹងបានងើមកឈប់លេងចាំមួយវាម៉ាក់ទិញនំស្ដែកដីហ្នឹងឆ្ងាញ់ឈ្ងុយមានអីទីទៅទិញមកកញ្ចប់ទៀតអស់ពីកញ្ចប់មកផ្លេតតាំងមកគាត់ស្អាតបងកន្លែងមកគាត់ទៅបើកថ្មីចឹងស្អាតទីតាំងអែមហើយមានការលក់ដូរនៅក្នុងហ្នឹងចឹងណាសម្រាប់បងដែលចង់មកលេងនៅទីតាំងនេះគឺមិនបាច់យកចំណីអាហារមកទេគឺគាត់មានលក់ទាំងអស់ចឹងណាបងប្អូនសុំតែប៉ុណ្្នឹងទេហើយសម្រាប់មីលេងដូចជាធូរថ្លៃទេបងប្អូនដូចជាម្នាក់តែ 5,000 ទេសម្រាប់មនុស្សធំដូចជាម្នាក់ 8,000 អត់អីទេបងតម្លៃប៉ុណ្ណឹងយើងទទួលយកបានគួរសមមើលអត់ឡើងអង្គុយលើប៉ាក៏អង្គុយកើតដែរកូនបើនេះយ៉ាប់ហ្មងមុនបងថាឲ្យញ៉ាំដែរដល់ពេលចុះឡើងមើលទៅអត់កើតទេអស់ឡូវឥឡូវសុំយកវិញយកញ៉ាំវិញអូខេក៏សូមអរគុណបងប្អូនដែលបានទស្សនាជាមួយនឹងវីដេអូខ្លីរបស់ខ្ញុំដែរហើយក៏សូមអរគុណបងប្អូនជួយ like ជួយ follow page ថ្មីផង